អ្នកទៅមកថៃញឹកញាប់កំពុងមានបញ្ហាកង្វល់ឲ្យរឿងច្បាប់ចេញថ្មីគេឲ្យបំពេញ Digital Arrival Card ឲ្យមែនទេនេះមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសទេចាប់ពីថ្ងៃទី1ឧសភា2025នេះទៅរាជរដ្ឋាភិបាលថៃតម្រូវឲ្យភ្ញៀវបរទេសឬអ្នកដំណើរទាំងអស់ដែលមានគម្រោងចង់ចូលប្រទេសថៃមិនថាជាលក្ខណៈទេសចរទិញទំនិញឬមកមន្ទីរពេទ្យឬមកក៏គោលបំណងផ្សេងៗនោះទេពួកគេត្រូវតែបំពេញ Digital Arrival Card តាមអនឡាញ3ថ្ងៃមុននឹងចូលប្រទេសថៃនេះអ្នកដែលមិនទាន់ចេះបំពេញ Thailand Digital Arrival Card ទេសូមអញ្ជើញចូលមកមើលឃ្លីបនេះជាមួយនឹងខ្ញុំទាំងអស់គ្នាដំបូងយើងត្រូវចូល link របស់គេសិននាងខ្ញុំសូមបញ្ជាក់ថារាល់ការបំពេញនៅក្នុងឃ្លីបនេះគឺជាព័ត៌មានឧទាហរណ៍ណាបើសិនជាបងប្អូនបំពេញខ្លួនឯងត្រូវតែដាក់ព័ត៌មានពិតរបស់ខ្លួនឯងចាបន្តមកទៀតយើងនឹងឃើញ link ដែលបង្ហាញpage បែបនេះហើយយើងត្រូវចុចពាក្យថា arrival card ទំព័រទី1នឹងឃើញមានឲ្យយើងបំពេញឈ្មោះចាកន្លែងជួរទី1តកូលចាជួរទី2ឈ្មោះរបស់យើងហើយជួរទី3 middle name បើអត់មានក៏មិនបាច់ដាក់ក៏បានដែរចា passport number អានេះនាងខ្ញុំឧទាហរណ៍ណាមួយទៀតជនជាតិចាសញ្ជាតិយើងសញ្ជាតិខ្មែរ Cambodia បន្តមកទៀតឆ្នាំកំណើតនាងខ្ញុំឧទាហរណ៍ដូចគ្នាណាខែ1ថ្ងៃ1នាងខ្ញុំឧទាហរណ៍ណាអានេះគឺអាជីពរបស់យើងឧទាហរណ៍ថាយើងជាសិស្សហើយអានេះ gender គឺភេទចាភេទស្រីមួយនេះគឺទីក្រុងដែលយើងស្នាក់នៅហើយជួរនេះគឺប្រទេសដែលយើងស្នាក់នៅចាកម្ពុជាចាហើយនឹងទីក្រុងដែលយើងស្នាក់នៅភ្នំពេញអានេះនឹងខ្ញុំឧទាហរណ៍ណាលេខទូរស័ព្ទក៏ឧទាហរណ៍ដូចគ្នាចា012 123 456ចាបន្តមកទៀតយើងចុចពាក្យថា continue យើងនឹងចូលទំព័រទី2គេនឹងឲ្យយើងបំពេញថ្ងៃដែលយើងមកដល់ប្រទេសថៃចាយើងមកដល់ប្រទេសថៃ2025ចាខែ5ថ្ងៃទី1ចាហើយនេះគឺគេឲ្យ select ទីក្រុងដែលយើងចេញមកចាទីក្រុងដែលយើងចេញមកគឺភ្នំពេញទីក្រុងដែលយើងចេញមកហ្នឹងគឺ Kingdom of Cambodia ហើយអានេះគឺចេតនាដែលយើងមកប្រទេសថៃហ្នឹងគឺធ្វើអីគេ holiday meeting ឬមួយក៏ធ្វើអីគេអញ្ចឹងឧទាហរណ៍ថា holiday ចាស់ហើយអានេះ mode of travel បានន័យថាយើងធ្វើដំណើរតាមអីគេតាមយន្តហោះតាមឡានឬមួយក៏ទូកអញ្ចឹងឧទាហរណ៍ថាឡានណាអានេះដូចគ្នាឧទាហរណ៍ថាឡាន flight number យើងអត់មានយើងអាចពេញថាឡានអញ្ចឹងទៅហើយអានេះគឺ departure information ហ្នឹងដូចតែ arrival ដែរទេអញ្ចឹងគេអត់មានអាគូក្រហមអញ្ចឹងអត់អីទេយើងអាចម្លងបានកន្លែងនេះគឺគេសួរថាស្នាក់នៅលក្ខណៈម៉េច hotel ឬមួយ hotel ឬមួយក៏ guest house ឬឧទាហរណ៍ថា hotel ចុះចាហើយអានេះគឺខេត្តចាខេត្តបានន័យថាយើងមកបន្ទូណានគឺយើងមកបាងកកហើយ district គឺយើងរើសពាក្យថារាជធានីចារាជធានីហើយនឹង sub district យើងត្រូវ select ពាក្យថាធននភេទបុរីចា postcode 10/400ត្រូវហើយaddress យើងអាចសរសេរលក្ខណៈលម្អិតទៅណាបងប្អូនគេងនៅអូតែលណាឬមួយក៏ផ្ទះសំណាក់មួយណាអញ្ចឹងយើងត្រូវតែបំពេញអាសយដ្ឋានខ្លួនឯងឲ្យល្អិតកន្លែងហ្នឹងមកណាលេខផ្ទះហើយឈ្មោះអូតែលគេហ្នឹងអានេះនឹងខ្ញុំឧទាហរណ៍ទេបន្ទាប់មកទៀតបងប្អូនចុចពាក្យថា continue អានេះគឺចូលទំព័រទី3ណាទំព័រទី3ហើយបងប្អូនចុចពាក្យថា preview យើងនឹងឃើញទំព័រមួយនេះគេបង្ហាញពីឈ្មោះយើងលេខ passport ហើយនឹងថ្ងៃខែកំណើតយើងមកថៃថ្ងៃណាអញ្ចឹងណាចាហើយយើងអស់ទៅក្រោមទៀតគេនឹងឲ្យយើងបំពេញemail របស់យើងហើយមួយទៀតយើងត្រូវតែចុចគ្រីសកន្លែងនេះដែរណាដើម្បីបានន័យថាយើងទទួលស្គាល់តាមគោលការណ៍របស់គេហើយយើងចុចពាក្យថា submit confirm យើងចុចពាក្យថា download តែតាមពិតនៅពេលដែលយើងបំពេញបែបហ្នឹងហើយបែបបត់ហ្នឹងគឺនឹងត្រូវផ្ញើទៅក្នុង email របស់យើងហើយយើងអាចព្រានតាមក្រោយក៏បានឬមួយក៏ព្រានឥឡូវហ្នឹងក៏បានដែរចាក្រោយពីយើង submit រៀបរយហើយយើងនឹងបានกระดาษមួយជាលក្ខណៈ A4 យើងអាចព្រានចេញមកបានហើយកระดาษព្រានហ្នឹងកុំភ្លេចភ្ជាប់ជាមួយនឹង passport របស់យើងផងដែរនៅពេលដែលយើងដើរឆ្លងដែនចាអញ្ចឹងមានតែប៉ុណ្្នឹងទេឬអ្នកដែលមិនបានបំពេញអនឡាញទុកជាមុនពួកគេត្រូវបំពេញបែបបត់ពេលទៅដល់ច្រកព្រំដែនមុននឹង stamp passport បានដូចគ្នាសម្រាប់អ្នកដែលចង់បំពេញអនឡាញដោយខ្លួនឯងអាចចូលតាម link នៅក្នុង comment នេះបានហើយសម្រាប់អតិថិជនដែលប្រើសេវាកម្មក្រុមហ៊ុនយើងខ្ញុំសូមកុំព្រួយបារម្ភយើងខ្ញុំមានបុគ្គលិកនៅព្រំដែនដើម្បីជួយសម្រួលលើសេវាកម្មនេះដោយពុំមានការបង់ប្រាក់ឡើយ